ពួកខ្ញុំផលិតផលថែស្បែកគឺយើងចែកចេញជាពីរក្រុម ផលិតផលបំពន់ហើយនិងផលិតផលព្យាបាលដែលផលិតផលសម្រាប់បំពន់នៅកន្លែងនេះគឺយើងជ្រើសរើសទៅតាមប្រភេទស្បែកហើយផលិតផលនៅកន្លែងនេះគឺជាផលិតផលថែស្បែកមូលដ្ឋានគ្រឹះពេលអ្នកទាំងអស់គ្នានិយាយដល់ផលិតផលបំពន់គឺយើងអត់ទាមទារអីខ្លាំងពីផលិតផលក្នុងក្រុមនេះទេប៉ុន្តែផលិតផលក្រុមនេះក៏សំខាន់ដូចគ្នាបើសិនជាអ្នកទាំងអស់គ្នាចង់ដោះស្រាយបញ្ហាស្បែកណាមួយពួកអីវាជាផលិតផលដែលធ្វើឲ្យរនាំងការពារស្បែករបស់យើងឬមួយក៏ស្បែករបស់យើងទាំងមូលហ្នឹងគឺមានសុខភាពល្អគេនិយាយថាចង់សង់ផ្ទះឲ្យខ្ពស់គឺត្រូវមានគ្រឹះដែលរឹងមាំអញ្ចឹងហើយផលិតផលមូលដ្ឋានគ្រឹះនៅកន្លែងនេះសំខាន់មែនទែនដែលផលិតផលមូលដ្ឋានគ្រឹះនេះយើងហៅ basic skin care routine គឺមានតែ3ប៉ុណ្ណោះគឺយើងមានសាប៊ូលាងមុខក្រែមផ្ដល់សំណើមហើយនិងក្រែមការពារកម្ដៅថ្ងៃនិយាយទៅគឺតែ3ហ្នឹងទេយើងចូលដល់ផលិតផលក្រុមទី2ដែលជាផលិតផលសម្រាប់ព្យាបាលផលិតផលនៅក្នុងក្រុមនេះគឺមានមុខងារសម្រាប់ព្យាបាលបញ្ហាស្បែកដែលអ្នកទាំងអស់គ្នាមានមិនថាជាមុនជាំអាចរុយរំលោមធំឬមួយក៏ស្បែកជ្រួញនិយាយទៅគឺនៅក្នុងក្រុមនេះដែលផលិតផលទាំងអស់នោះអាចមានច្រើនអាចជាផលិតផលជំរុះកោសិកាចាស់ជាប្រភេទសេរ៉ូឬមួយក៏ជាប្រភេទពពួក active ingredient ដែលមាននៅក្នុងដូចជា serum ឬមួយក៏ moisturizer toner essence ឬមួយក៏ជាប្រភេទserum លាបក្រោមភ្នែកអីអស់ហ្នឹងគឺជាផលិតផលបន្ទាប់បន្សំដែលយើងបន្ថែមទៅលើផលិតផលមូលដ្ឋានគ្រឹះដែលយើងមានស្រាប់តែផលិតផលទាំងអស់ហ្នឹងគឺសម្រាប់ព្យាបាលបញ្ហាស្បែកណាមួយរបស់អ្នកទាំងអស់គ្នាហើយមិនថាជាអ្នកទាំងអស់គ្នាជាអ្នក recommend skin care ក៏ដោយអ្នកប្រើ skin care ខ្លួនឯងក៏ដោយមុនអ្នកទាំងអស់គ្នាជះលុយទិញផលិតផលសម្រាប់ព្យាបាលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាជះលុយទិញផលិតផលថែស្បែកមូលដ្ឋានគ្រឹះដែលស្បែកយើងស្រឡាញ់ចូលចិត្តជាមុនសិនពេលអ្នកទាំងអស់គ្នាមានផលិតផលមូលដ្ឋានគ្រឹះដែលស្បែកអ្នកទាំងអស់គ្នាចូលចិត្តប្រើកលៈទេសៈណាក៏បានណាគឺអ្នកទាំងអស់គ្នាអត់ពិបាកក្នុងការព្យាបាលបញ្ហាស្បែកផ្សេងទេហើយចំពោះខ្ញុំផលិតផលមូលដ្ឋានគ្រឹះសាប៊ូលាងមុខក្រែមផ្ដល់សម្រាប់ក្រែមការពារកម្ដៅថ្ងៃហ្នឹងតើយើងគួរផ្លាស់ប្ដូរនៅពេលណាដោយសារផលិតផលនៅក្នុងក្រុមនេះយើងជ្រើសរើសទៅតាមប្រភេទស្បែកដូច្នេះហើយយើងនឹងធ្វើការផ្លាស់ប្ដូរវានៅពេលដែលប្រភេទស្បែកអ្នកទាំងអស់គ្នាផ្លាស់ប្ដូរនេះហើយបានខ្ញុំឲ្យអ្នកទាំងអស់គ្នា invest លុយរបស់យើងទៅក្នុងការថែស្បែកមូលដ្ឋានគ្រឹះព្រោះអីស្បែករបស់យើងអាចនឹងផ្លាស់ប្ដូរអត់នៅរៀងរហូតនៅតែមួយប្រភេទទេដូច្នេះហើយនៅពេលដែលឧទាហរណ៍ថាចូលដល់រដូវរងាអ្នកទាំងអស់គ្នាអាចនឹងប្រើហ្វូមលាងមុខនឹងលេងត្រូវដោយសារតែវាលាងទៅវាស្ងួតជ្រុលយើងអាចចាប់ដើមផ្លាស់ប្ដូរសាប៊ូលាងមុខដតៃទៀតដែលជួយកាត់បន្ថយកុំឲ្យកាត់ខ្លាញ់ច្រើនជ្រុលឬមួយក៏ក្រែមការពារកម្ដៅថ្ងៃសាច់រាងស្ងួតលេងប្រើត្រូវហើយដោយសារតែរដូវវាត្រជាក់ចឹងខ្វះជាតិទឹកអញ្ចឹងយើងដូរទៅក្រែមការពារកម្ដៅថ្ងៃដែលមានលក្ខណៈផ្ដល់សំណើមឬមួយក៏ក្រែមផ្ដល់សំណើមដែលយើងប្រើហ្នឹងវាលេងផ្ដល់សំណើមគ្រប់គ្រាន់ដោយសារតែស្បែករបស់យើងចាប់ដើមស្ងួតអញ្ចឹងអ្នកទាំងអស់គ្នាអាចបដូរទៅប្រើប្រភេទក្រែមផ្ដល់សំណើមដែលហាប់ជាងមុនហើយផលិតផលមូលដ្ឋានគ្រឹះភាគច្រើនចំពោះខ្ញុំគឺដូចសាប៊ូលាងមុខគឺដាច់ខាតគឺខ្ញុំត្រូវមាន2ក្រុមដែលក្រុមមួយគឺកាត់ខ្លាញ់ហើយនិងក្រុមមួយទៀតគឺបែបលាង gentle ដែលខ្ញុំអាចធ្វើការផ្លាស់ប្ដូរទៅតាមពេលមករដូវស្បែកយើងស្ងួតយើងក៏ដូរទៅព្រោះបើសិនជាមនុស្សប្រុសអីទេប៉ុន្តែមនុស្សស្រីរបស់យើងស្បែកយើងផ្លាស់ប្ដូរតាមវដ្តរដូវរបស់យើងហើយដូចគ្នាក្រែមការពារកម្ដៅថ្ងៃបានជាខ្ញុំមានច្រើនខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាក៏រៀន invest រៀងច្រើនដែរទៅលើអាមូលដ្ឋានគ្រឹះហ្នឹងមូលហេតុអីដោយសារពេលខ្លះយើងចេញក្រៅយើងបែកញើសពេលដែលយើងបែកញើសយើងប្រកាសជាត្រូវការក្រែមការពារកម្ដៅថ្ងៃណាដែលវាធន់មួយទឹកធន់មួយញើសហើយមែនទេអញ្ចឹងប្រកាសជាត្រូវការប្រភេទធន់មួយទឹកធន់មួយញើសហើយប៉ុន្តែពេលយើងត្រូវទៅលេងនៅសាលទំនើបឬមួយក៏ទៅកន្លែងដែលមានម៉ាស៊ីនត្រជាក់យើងនៅទៅជាយន្តហោះអីអស់ហ្នឹងអូខេយើងប្រកាសជាត្រូវការក្រែមការពារកម្ដៅថ្ងៃដែលរៀងដូចផ្ដល់សំណើមអត់ធ្វើឲ្យស្ងួតស្បែកមួយក៏អ្នកទាំងអស់គ្នាស្រឡាញ់ជាបែប chemical ស្រួលលាងចេញអីនិយាយទៅគឺតាមហ្នឹងគឺខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នារៀនធ្វើការផ្លាស់ប្ដូរហើយចំណុចមួយទៀតដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាយកចិត្តទុកដាក់ផលិតផលមូលដ្ឋានគ្រឹះនេះផងដែរខ្ញុំអត់ចង់ឲ្យអ្នកទាំងអស់គ្នាបន្ថែមសារធាតុសកម្មខ្លាំងចូលទៅក្នុងផលិតផលហ្នឹងទេខ្ញុំឧទាហរណ៍ថាសាប៊ូលាងមុខគួរតែមានតួនាទីលាងមុខតែមួយមុខគត់មិនបាច់ជំរុះកោសិកាចាស់មិនបាច់ធ្វើឲ្យភ្លឺក៏ដូចជាក្រែមការពារកម្ដៅថ្ងៃឬមួយក្រែមផ្ដល់សំណើមមិនចាំបាច់មានសារធាតុជួយពជាភាពជាជ្រួញធ្វើឲ្យស្បែកសឬមួយក៏ជួយបន្តឹងស្បែកអីទេគឺត្រឹមតែជាការផ្ដល់សំណើមត្រឹមតែជាក្រែមការពារកម្ដៅថ្ងៃបានហើយពួកអីផលិតផលមូលដ្ឋានគ្រឹះនៅកន្លែងនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នា focus ទៅលើផលិតផលដែល gentle ស្រាលអត់មានសារធាតុសកម្មខ្លាំងហើយក៏ជាក្រុមផលិតផលដែលអ្នកទាំងអស់គ្នាអាចត្រឡប់ទៅប្រើម្ដងហើយម្ដងទៀតនៅពេលដែលរនាំងការពារស្បែកអ្នកទាំងអស់គ្នាខ្សោយក៏ដោយតែសារធាតុសកម្មផ្សេងហ្នឹងគឺអ្នកទាំងអស់គ្នាអាច add បានប៉ុន្តែចូលទៅក្នុងផលិតផលសម្រាប់ព្យាបាលមិនមែនផលិតផលមូលដ្ឋានគ្រឹះហ្នឹងទេថ្ងៃនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាធ្វើការ comment នៅខាងក្រោមពីប្រភេទស្បែកអ្នកទាំងអស់គ្នាបញ្ហាស្បែកអ្នកទាំងអស់គ្នាហើយនិងផលិតផលមូលដ្ឋានគ្រឹះរបស់អ្នកទាំងអស់គ្នាដែលស្បែកអ្នកទាំងអស់គ្នាស្រឡាញ់ហើយនឹងជួយចិត្តដើម្បីយើងចែករំលែកទៅកាន់អ្នកដទៃឬមួយក៏ខ្ញុំដូចគ្នាខ្ញុំពិតជាចង់ដឹងមែនថាតើ basic skin care routine របស់អ្នកទាំងអស់គ្នាគឺមានផលិតផលអីគេខ្លះ